តើអ្នកធ្លាប់ស្រមៃចង់រត់គេចពីភាពហ្មត់ចត់នៃទីក្រុងហើយទៅរស់នៅម្នាក់ឯងក្នុងព្រៃជ្រៅដែរឬទេថ្ងៃនេះយើងនឹងមកតាមដានដំណើរផ្សងព្រេងរបស់បុរសម្នាក់ឈ្មោះថាច័ន្ទដែលសម្រេចចិត្តធ្វើដំណើរចូលទៅក្នុងព្រៃដ៏អាថ៌កំបាំងដើម្បីបោះជំរំរស់នៅម្នាក់ឯងក្បែរមាត់ស្ទឹងដ៏ត្រជាក់ស្រេកទីតាំងដែលគាត់ចង់បានគឺនៅក្បែរមាត់ទឹកបន្ទាប់ពីគាត់រកកន្លែងដែលគាត់ត្រូវការហើយគាត់ក៏បានដាក់កាបូបរបស់គាត់ចុះហើយចាប់ផ្ដើមសម្អាតទីធ្លាសម្រាប់គាត់បោះតង់បន្ទាប់ពីគាត់សម្អាតទីធ្លារួចគាត់ក៏ចាប់ផ្ដើមដំឡើងតង់តែម្នាក់ឯងកន្តើយកន្តែងឆ្វេងមកនៅពេលដែលគាត់កំពុងតែដំឡើងតង់ស្រាប់តែមានត្រីលួចកាមេរ៉ារបស់គាត់យកទៅលេងក្នុងទឹកបន្ទាប់ពីគាត់បានវាយត្រីដណ្ដើមកាមេរ៉ាបានមកវិញហើយគាត់ក៏មករៀបចំតង់របស់គាត់វិញក្រោយពេលគាត់រៀបចំតង់រួចរាល់គាត់ក៏បានចេញដំណើរទៅជម្រះបញ្ជីជាមួយត្រីដែលបានលួចកាមេរ៉ារបស់គាត់មុននេះមិនយូរប៉ុន្មានចុងស្ទូចបានត្រីមួយក្បាលប៉ុន្តែត្រីនេះមិនមែនជាត្រីដែលលួចកាមេរ៉ារបស់គាត់ទេគាត់ក៏លេងវាវិញដើម្បីឲ្យត្រីមួយក្បាលនេះទៅហៅត្រីនោះមកជួបគាត់បន្ទាប់ពីការខំប្រឹងមកជាច្រើនម៉ោងចនក៏ស្ទូចបានត្រីដែលលួចកាមេរ៉ារបស់គាត់បានសម្រេចហើយក៏យកត្រីនោះត្រឡប់មកកាន់តង់របស់គាត់វិញដើម្បីធ្វើជាអាហារពេលគាត់ត្រឡប់មកដល់តង់របស់គាត់វិញគាត់ក៏ទៅរើដុំថ្មដើម្បីយកមកធ្វើចុងក្រាន
ឆេះហើយហាហាអាត្រីឯងមិនរួចខ្លួនទេបន្ទាប់ពីភ្លើងឆេះគាត់ក៏ចាប់ផ្ដើមយកត្រីមកម៉ាស្សាបុរសម្នាក់នេះចិត្តល្អណាស់គាត់វេះយកតែសាច់ទេហើយឆ្អឹងរបស់វាគាត់បានបោះចូលទៅក្នុងទឹកដើម្បីឲ្យវាមានសេរីភាពវិញគាត់បានគេយកឆ្អឹងតូចៗចេញហើយបានយកសាច់ត្រីនោះដាក់ចូលក្នុងថង់ម្សៅហើយប្រឡុកវាបន្ទាប់ពីគាត់ធ្វើត្រីនោះរួចគាត់ក៏ចាប់ផ្ដើមយកខ្ទះមកដាក់លើភ្លើងរួចដាក់ខ្លាញ់ចូលគាត់ក៏មកកាត់ដំឡូងចេញជា6ដុំហើយរោយគ្រឿងទេសរបស់គាត់ចូលដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់បន្ទាប់មកទៀតគាត់ក៏បានយកត្រីដែលស្ទូចបាននោះមកចិញ្ចឹមក្នុងខ្ទះខ្លាញ់ឆ្អិនហើយហាហាពិតជាគួរឲ្យចង់ញ៉ាំណាស់មានរបស់ញ៉ាំឆ្ងាញ់ប៉ុន្តែស្ដាយណាស់អត់មានស្រាផឹកគាត់ញ៉ាំបណ្ដាគិតបន្តថាយប់នេះគាត់ត្រូវធ្វើម៉េចដើម្បីធ្វើឲ្យគាត់គេងលក់ស្រួលមិនងាយងាប់ពេលគាត់ញ៉ាំអាហាររួចគាត់ក៏បានយកអុសមកទុកដុតក្នុងតង់នៅពេលយប់ដើម្បីការពាររងាហើយគាត់ក៏យកស្លឹកឈើមកក្រាលដើម្បីជួយឲ្យគាត់បាត់រងាបានខ្លះមុនគេងគាត់បានផឹកទឹកក្តៅអស់មួយកែវបន្ទាប់មកគាត់ក៏បានគេងស្ដាប់សំឡេងទឹកហូររហូតដល់គេងលក់បាត់ទៅអរគុណសម្រាប់ការទស្សនា